សួស្តីប្រិយមិត្ត Vertex សូមស្វាគមន៍មកកាន់វគ្គទី22នៃ Crypto 101ថ្ងៃនេះយើងនឹងនិយាយអំពី Crypto Wallet ថាតើវាជាអ្វីហើយអ្វីត្រូវបានបង្កើតឡើងនិងប្រើសម្រាប់ធ្វើអ្វីតើចាប់ផ្ដើម Crypto Wallet គឺជាឧបករណ៍ឬកម្មវិធីមួយដែលអនុញ្ញាតឲ្យអ្នកអាចរក្សាទុកផ្ញើនិងទទួលរូបិយប័ណ្ណ Digital ដូចជា Bitcoin, Ethereum ឬ TRX ជាដើមវាមានពីរប្រភេទគឺ Hot Wallet និង Cold Wallet Crypto Wallet ត្រូវបានបង្កើតឡើងដើម្បីផ្ដល់សុវត្ថិភាពនិងងាយស្រួលក្នុងការគ្រប់គ្រង Crypto ព្រោះ Blockchain មិនអាចរក្សាទុកកាក់ដោយផ្ទាល់បានទេប៉ុន្តែរក្សាទុក Private Key ដែលជាកូនសោរសម្ងាត់របស់អ្នកបានបើគ្មាន Wallet អ្នកមិនអាចចូលប្រើ Crypto របស់អ្នកបានទេវាត្រូវបានប្រើសម្រាប់រក្សាទុក Crypto ដោយសុវត្ថិភាពផ្ញើប្រាក់ទៅអ្នកផ្សេងឬទទួលកាក់ពីការជួញដូរឧទាហរណ៍អ្នកអាចប្រើ MetaMask ជា Hot Wallet ឬ Ledger ជា Cold Wallet នោះហើយជា Crypto Wallet